ឧកសានភេទប្រុសអាយុ69ឆ្នាំសពថ្ងៃមានមុខរបរធ្វើចំការសានមានស្រុកកំណើតនៅភូមិក្រសៀតឃុំរំចង់ស្រុកសំរោងខេត្តតាកែវបច្ចុប្បន្នរស់នៅភូមិដីក្រហមឃុំអន្លង់រៀបស្រុកវាលវែងខេត្តពោធិ៍សាត់មានឪពុកឈ្មោះពេជ្រម៉ាក់ស្លាប់ចំណែកម្ដាយឈ្មោះទីមសៀកស្លាប់សានជាកូនតូនៅក្នុងគ្រួសារសានមានប្រពន្ធឈ្មោះអោកសេមអាយុ69ឆ្នាំប្រកបមុខរបរធ្វើចំការសានមានកូនចំនួន7នាក់ប្រុសទាំងអស់កូនទាំងអស់របស់សានបានរៀបការរួចរាល់ហើយសពថ្ងៃសានរស់នៅជាមួយកូនពៅហើយកូនពៅរបស់សានសពថ្ងៃប្រកបមុខរបរធ្វើចំការកាលពីវ័យកុមារសានចូលរៀនបានត្រឹមថ្នាក់ទី10ពីសង្គមចាស់នៅវិទ្យាល័យតាកែវសានចូលរៀនដំបូងនៅអាយុ6ឆ្នាំនៅក្នុងឆ្នាំសិក្សាដំបូងសានមិនចង់ចូលរៀននោះទេដោយមានការបង្ខិតបង្ខំពីឪពុកម្ដាយទើបសម្រេចចិត្តចូលរៀនគ្រូដែលបង្រៀនសានមានឈ្មោះដូចជាគ្រូកងគ្រូសាយគ្រូឈឿននិងគ្រូចាបជឹមក្នុងឆ្នាំ1970លោកសេនាប្រមុខលន់នល់បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុបន្ទាប់មកនៅក្នុងភូមិក្រសៀតបានចាប់ផ្ដើមមានភាពច្របូកច្របល់ឡើងប្រជាជនជាច្រើនបានប្រមូលផ្ដុំគ្នាឡើងទៅធ្វើបាតកម្មពីពេញផ្លូវជាតិលេខ2ចំណែកឪពុកនិងម្ដាយរបស់សានបានជំនះសានចេញពីស្រុកកំណើតឲ្យទៅរស់នៅក្នុងភូមិស្វាយព្រៃឃុំលំចង់ស្រុកសំរោងខេត្តតាកែវនៅក្នុងឆ្នាំ1972ដល់ឆ្នាំ1973ទាហានអាមេរិកបានបាក់យន្តហោះមកទម្លាក់គ្រាប់បែកដាក់ភូមិស្វាយព្រៃបច្ចុប្បន្នហៅភូមិក្រសៀតដែលសានកំពុងរស់នៅហើយប្រជាជននៅក្នុងភូមិមានការតក់ស្លុតនិងជ្រួលច្របល់ជាខ្លាំងបន្ទាប់ពីស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែកប្រជាជនបាននាំគ្នាជម្លៀសទៅរស់នៅខេត្តតាកែវវិញក្រោយពេលផ្លាស់មករស់នៅខេត្តតាកែវយន្តហោះរបស់ទាហានអាមេរិកនៅតែបន្តទម្លាក់គ្រាប់បែកឥតឈប់ឈរគ្រាប់បែកដែលទាហានអាមេរិកទម្លាក់មកភាគច្រើនជាប្រភេទគ្រាប់បែក B52 និងគ្រាប់បែកចង្កោមក្នុងឆ្នាំ1975ក្រុមគ្រួសាររបស់សានបានជម្លៀសចេញពីភូមិស្វាយព្រៃហើយភូមិក្រសៀតមករស់នៅឃុំលាយបូស្រុកត្រាំកក់ខេត្តតាកែវវិញនៅពេលមកដល់ត្រាំកក់ខ្មែរក្រហមចាប់ផ្ដើមរៀបចំប្រមូលប្រជាជនទាំងអស់ឲ្យចូលធ្វើការងារជាកងចល័តនៅក្នុងកងចល័តរបស់សានមានសមាជិកប្រហែលជា50នាក់នៅរដូវប្រាំងខ្មែរក្រហមប្រើឲ្យសានជីកប្រឡាយនិងលើកទំនប់រីឯនៅរដូវវស្សាប្រើឲ្យដកស្ទូងរែកសំណាបនៅខែរដូវទឹកស្រកខ្មែរក្រហមឲ្យសានទៅបោចស្មៅនៅបឹងដើម្បីធ្វើស្រែប្រាំងជារៀងរាល់ថ្ងៃសានធ្វើការមិនសូវបានសម្រាកទេគឺចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង11ព្រឹកសម្រាកហូបបាយថ្ងៃត្រង់ម៉ោង1រសៀលចុះធ្វើការរហូតដល់ម៉ោង5ល្ងាចទើបឈប់សម្រាប់អាហារហូបចុករបស់សានក្នុងមួយថ្ងៃអង្គការខ្មែរក្រហមឲ្យហូប2ដងពេលព្រឹកហូបបាយនិងល្ងាចហូបបបរនៅក្នុងឆ្នាំ1976ការងាររបស់សាននៅដដែលមិនផ្លាស់ប្ដូរអ្វីទេនៅដើមឆ្នាំ1977ខ្មែរក្រហមបានជម្លៀសសានទៅភូមិមួយទៀតមិនស្គាល់ឈ្មោះក្នុងគោលបំណងបំរុងនឹងយកទៅសម្លាប់ប៉ុន្តែសានបានដឹងមុនទើបលួចរត់គេចខ្លួនត្រឡប់មកភូមិកំណើតវិញសានបានដឹងថាខ្មែរក្រហមបានយកប្រជាជនទៅសម្លាប់ច្រើនណាស់ប្រជាជនដែលខ្មែរក្រហមយកទៅសម្លាប់ភាគច្រើនជាប្រជាជន17មេសាដែលជម្លៀសមកពីទីក្រុងភ្នំពេញហើយប្រជាជនទាំងអស់នោះជានិស្សិតបញ្ញវន្តគ្រូបង្រៀនសាស្ត្រាចារ្យនិងអ្នកដែលជាប់ពាក់ព័ន្ធក្នុងជួរមន្ត្រីរាជការក្នុងរបបលោកសេនាប្រមុខលន់នល់បន្ទាប់មកអង្គការខ្មែរក្រហមបានឲ្យសានចូលវឹកហាត់យោធាបន្ទាប់ពីវឹកហាត់រួចអង្គការខ្មែរក្រហមបានចាត់ឲ្យសានទៅលើកទំនប់លើកភ្លឺស្រែបន្តទៀតចុងឆ្នាំ1977ដល់ឆ្នាំ1978ខ្មែរក្រហមបានយកប្រជាជនទៅសម្លាប់ម្ដងទៀតប្រជាជនដែលខ្មែរក្រហមយកទៅសម្លាប់ភាគច្រើនមកពីស្រុកកោះអណ្ដែតនិងស្រុកគិរីវង្សមុននឹងសម្លាប់ខ្មែរក្រហមបានបង្អត់អាហារប្រជាជនទាំងអស់រយៈពេលជាច្រើនថ្ងៃរហូតដល់អស់កម្លាំងទើបយកទៅសម្លាប់នៅឆ្នាំ1978សានធ្វើការងារលើកទំនប់ជីកប្រឡាយធ្វើស្រែនិងមានការងារផ្សេងទៀតលុះដល់ឆ្នាំ1979កងទ័ពវៀតណាមបានវាយចូលមកប្រទេសកម្ពុជាខណៈនោះសាននិងក្រុមគ្រួសារបានរត់ទៅស្ទឹងស្លាគូកងទ័ពវៀតណាមឡើងមកទាន់ទើបកងទ័ពវៀតណាមបានប្រាប់ឲ្យប្រជាជនវិលត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួននៅពេលត្រឡប់មកដល់ស្រុកកំណើតសានបានជួបជាមួយបងប្អូននិងសាច់ញាតិទាំងអស់វិញសាច់ញាតិគ្រប់គ្នារបស់សាននៅរស់រានមានជីវិតទាំងអស់នៅឆ្នាំ1979ដល់80សានបានរៀបការបន្ទាប់ពីរៀបការរួចសាននិងប្រពន្ធបានចាប់ដៃគ្នាប្រកបមុខរបរធ្វើស្រែចម្ការនៅក្នុងឆ្នាំ2005ដោយសារតែជីវភាពខ្វះខាតនិងត្រូវចិញ្ចឹមបីបាច់កូនច្រើនសាននិងប្រពន្ធបានសម្រេចចិត្តផ្លាស់ទីលំនៅចេញពីស្រុកកំណើតមករស់នៅក្នុងភូមិដីក្រហមឃុំប្រម៉ោយស្រុកវាលវែងខេត្តពោធិ៍សាត់ហើយទិញដីបន្តិចបន្តួចដើម្បីធ្វើចម្ការរហូតមកដល់សព្វថ្ងៃ
ខ្ញុំឈ្មោះព្រៀបយេងភេទប្រុសអាយុ59ឆ្នាំខ្ញុំកើតនៅឆ្នាំ1966ទីកន្លែងកំណើតស្ថិតនៅក្នុងភូមិក្រឡាញ់ឃុំក្រឡាញ់ស្រុកអង្គរជ័យខេត្តកំពតបច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិបាក់នឹមឃុំជ្រេះស្រុកជុំគិរីខេត្តកំពតឪពុកឈ្មោះព្រៀបលីស្លាប់ម្ដាយឈ្មោះអឹមកៅស្លាប់ខ្ញុំមានបងប្អូនចំនួន6នាក់ស្រី2នាក់កាលពីកុមារភាពខ្ញុំបានចូលរៀននៅឆ្នាំ1980ខ្ញុំរៀននៅសាលាភូមិដើមពោក្នុងឆ្នាំនោះខ្ញុំមានអាយុប្រហែល14ឆ្នាំទើបត្រូវចូលរៀនថ្នាក់ទី4តែម្ដងតែខ្ញុំត្រូវឈប់រៀននៅឆ្នាំ1981បន្ទាប់ពីបានឈប់រៀនហើយខ្ញុំបានមកជួយមើលប្អូនៗនិងបានធ្វើការខ្លះៗជាមួយឪពុកម្ដាយសប្តាហ៍ថ្ងៃខ្ញុំមានជំងឺប្រចាំកាយដូចជាជំងឺសន្លាក់ដៃសន្លាក់ជើងជំងឺងងឹតភ្នែកជំងឺក្រពះពោះវៀនកត្តាដែលធ្វើឲ្យខ្ញុំមានជំងឺខាងលើនេះគឺបណ្ដាលមកពីហេតុផលដូចជាការខ្ញុំនៅពីកុមារភាពប្រទេសស្ថិតនៅក្នុងសង្គ្រាមកង្វះអាហារូបត្ថម្ភការហូបចុកមិនគ្រប់គ្រាន់រហូតមកដល់ពេលបច្ចុប្បន្ននេះខ្ញុំមានអាយុកាន់តែច្រើនផងដែរសប្តាហ៍ថ្ងៃនេះខ្ញុំមិនបានទៅព្យាបាលជំងឺឆ្ងាយនោះទេខ្ញុំបានព្យាបាលនៅក្នុងភូមិស្រុកដែលខ្ញុំបានរស់នៅក្រុមគ្រូពេទ្យបានប្រើប្រាស់ថ្នាំចាក់និងថ្នាំលេបជូនខ្ញុំនៅឆ្នាំ2023ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានអញ្ជើញក្រុមគ្រូពេទ្យជំនាញចុះមកពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិបាក់នឹមពេលនោះខ្ញុំក៏បានចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពដែលរៀបចំដោយក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែរថែមទាំងមានការចែកជូនសៀវភៅសុខភាពដែលមានរៀបរាប់ពីជំងឺទាំង10ប្រភេទក្នុងសៀវភៅនោះផ្ដល់សារៈប្រយោជន៍ចំណេះដឹងអំពីសុខភាពជាច្រើនដល់រូបខ្ញុំនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិក្នុងចំណោមជំងឺទាំង10ប្រភេទនេះខ្ញុំបានកើតជំងឺ2ប្រភេទប្រចាំរាងកាយរបស់ខ្ញុំស្ថិតនៅក្នុងឆ្នាំ1975កើតមានរបបមួយគឺរបបកម្ពុជាប្រជាធិបតេយ្យដែលប្រជាជនភាគច្រើនស្គាល់ថារបបខ្មែរក្រហមដែលបានសម្លាប់មនុស្សអស់ជាច្រើនអ្នកខ្មែរក្រហមចុះមកដល់ភូមិស្រុកដែលខ្ញុំរស់នៅក្នុងឆ្នាំ1975អ្នកភូមិខ្ញុំខ្លះត្រូវបានខ្មែរក្រហមជ្រើសរើសជាឆ្លប់តាមភូមិអ្នកខ្លះធ្វើជាទាហានអ្នកខ្លះត្រូវបានខ្មែរក្រហមឲ្យចូលជាកងចល័តក្មេងៗត្រូវបានខ្មែរក្រហមយកចូលជាកងកុមារក្នុងរបបខ្មែរក្រហមនេះផងដែរខ្ញុំត្រូវបានខ្មែរក្រហមយកទៅចូលជាកងចល័តដោយខ្មែរក្រហមប្រើឲ្យខ្ញុំរែកដីនៅស្រុកព្រៃកំបាស់និងភ្នំបូរីខេត្តតាកែវហើយពេលនោះខ្ញុំក៏ជាប្រជាជនមូលដ្ឋានម្នាក់ផងដែរខ្មែរក្រហមបានប្រើឲ្យធ្វើការងារតាំងពីព្រឹកម៉ោងប្រមាណជា6រហូតដល់ម៉ោង12ថ្ងៃត្រង់ទើបបានឈប់សម្រាកហូបបាយហើយប្រហែលជាម៉ោង1ខ្មែរក្រហមឲ្យបន្តការងារទៀតដល់ម៉ោង6ល្ងាចបាននិយាយពីការហូបចុកក្នុងរបបខ្មែរក្រហមវិញគឺមិនសូវមានអាហារហូបចុកគ្រប់គ្រាន់នោះទេដោយខ្មែរក្រហមបានឲ្យហូប2ពេលក្នុងមួយថ្ងៃតែប៉ុណ្ណោះក្នុងជួនកាលខ្មែរក្រហមបានស្លសម្លប្រលិតនិងមិនបានបកសម្បកចេញនោះទេគឺស្លទាំងសម្បកឲ្យប្រជាជនហូបកាលពីរបបខ្មែរក្រហមខ្ញុំមានជំងឺម្ដងដោយបានទៅព្យាបាលនៅស្រុកអង្គរបូរីបើនិយាយពីគ្រូពេទ្យខ្លះគឺមិនសូវយកចិត្តទុកដាក់ដល់ប្រជាជនដែលកំពុងឈឺនោះការកាប់សម្លាប់ក្នុងរបបខ្មែរក្រហមខ្ញុំបានឃើញមានខ្មែរក្រហមមួយក្រុមដែលមកហៅប្រជាជនដែលកំពុងធ្វើការជាមួយខ្ញុំយកទៅតែខ្ញុំមិនដឹងថាខ្មែរក្រហមយកទៅទីណានោះទេដឹងត្រឹមខ្មែរក្រហមយកគាត់ទៅរៀនសូត្រតែខ្ញុំមិនដែលឃើញមានអ្នកត្រឡប់មកវិញឡើយជួនកាលខ្ញុំបានឃើញខ្មែរក្រហមធ្វើទារុណកម្មសម្លាប់មនុស្សដោយយកគល់ឫស្សីទៅវាយក្បាលរួចទម្លាក់ចូលក្នុងរណ្ដៅដែលបានជីកទុករួចជាស្រេចបើនិយាយពីខ្មែរក្រហមបានបំផ្លាញទ្រព្យសម្បត្តិវប្បធម៌វត្តអារាមផ្សឹកព្រះសង្ឃចោលទាំងអស់ដើម្បីយកមកធ្វើជាទាហានខ្លះយកទៅធ្វើជាកងចល័តជាដើមខ្មែរក្រហមបានលុបបំបាត់ចោលប្រពៃណីទំនៀមទម្លាប់ទាំងអស់បន្ទាប់ពីសង្គ្រាមបានបញ្ចប់ខ្ញុំបានធ្វើដំណើរមកដល់ភូមិស្រុកដែលខ្ញុំរស់នៅនិងបានចាប់យករបរជាកសិករធ្វើស្រែរហូតដល់បច្ចុប្បន្នជាចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានចុះមកសួរសុខទុក្ខដល់រូបខ្ញុំនិងសូមជូនពរឲ្យជួបតែសំណាងល្អជារៀងរហូត